ជំរាបសួរបងប្អូនទាំងអស់គ្នាចាស្វាគមន៍មកកាន់ channel របស់នាងខ្ញុំនៅដែរខែនេះខែភ្លៀងបងប្អូនហើយមើលរៀងវល់មែនទែនខែភ្លៀងអានេះយើងលើកអាចគោមួយថ្ងៃម្ដងហើយល្ងាចតិចខ្ញុំលើកគេដាក់គោចូលក្នុងនៅទៅវល់បងប្អូនដោយសារមេឃមិនមើលទេបងប្អូនហើយភ្លៀងរងថ្ងៃតែម្ដងខាងខ្ញុំភ្លៀងអត់ដែរលុះមួយថ្ងៃទេកូនគោ3មួយឆ្នាំធ្លាក់3មេ3កូន3មេ3នឹងផើមអស់ទៀតហើយបងប្អូនពាក់ឈ្មោះហើយអស់ឲ្យលុយគេហើយផើមប្រហែលជាខ្ទង់នេះនឹងធ្លាក់3ទៀតនិយាយទៅមួយឆ្នាំ3មួយឆ្នាំ3ហ្មងអីនេះទុកអាមួយធំមិននេះនេះមេធំជាងគេនឹងមេទុកមេហ្នឹងឲ្យលក់មេចាស់ចោលព្រោះកូនវាស្អាតអញ្ចឹងពីនោះឈ្មោលមួយទៅលក់ចេញមួយមេទុកធ្វើពូជតអញ្ចឹងណាគោខាងខ្ញុំហត់ដល់បងប្អូននេះព្រឹកឡើងយើងច្រូតឆ្មាឲ្យដល់ពេលនេះយើងដាក់ទឹកឲ្យផឹកមានចំបើងមានអីខ្ញុំថាថតចំបើងឲ្យបងប្អូនមែនមិនដែលបានថតចំបើងមាន2ផ្នែកបងប្អូនមួយផ្នែកគេមូដោយប្រើម៉ាស៊ីនអញ្ចឹងណាមួយទៀតយើងដឹកធម្មតាយើងដាក់បកគោលេគោវាអញ្ចឹងនេះស្គមមកហើយបងប្អូនដោយសារខែច្រូតឆ្មាអញ្ចឹងកូនបែកអញ្ចឹងវាអត់ចេះស្មៅបានតិចស្អាតទេបងប្អូនមេក្រោយទុកធ្វើពូជមួយទៀតហ្នឹងមេចាស់វាលក់ចោលដោយសារតែរៀងពិបាកដែរបងប្អូនពិបាកវារៀងចូលទាំងអីដែរអញ្ចឹងយើងលក់វាចោលហើយខាងខ្ញុំគ្រប់ផ្ទះចឹងបងប្អូនផ្ទះណាក៏អញ្ចឹងដែរយើងមានត្រង់ក្នុងមានត្រង់ក្រៅអញ្ចឹងទៅតែនៅតែវាវល់ចឹងបងប្អូនដោយសារតែខែភ្លៀងអញ្ចឹងវល់តែបើចិញ្ចឹមគោដូចខាងខ្ញុំនេះរៀងហត់ដែរយើងមើលថែវាដុតដល់ណាគោធំដាក់ទឹកឲ្យផឹកលើគេថាគោបានថ្លៃសប្បាយចិត្តបងប្អូនដោយសារការទិញចិញ្ចឹមទិញមកថ្លៃដែរតែដល់ពេលលក់បានថោកតែបើសិនជាគោឡើងថ្លៃវិញល្អបងប្អូនយើងលក់បានថ្លៃព្រោះយើងចិញ្ចឹមហត់ដែរខាងខ្ញុំអញ្ចឹងនោះពុកខ្ញុំគាត់មកពីភោជចម្បាំងវិញបងប្អូនរៀងឆ្ងាយដែរហើយសម្រាប់ដាក់ទ្រុងក្នុងឲ្យវាស៊ីពេលយប់បងប្អូនពេលព្រឹកត្រផូចមកម្លីដាក់ឲ្យវាស៊ីទៅខាងក្រៅហើយពេលយប់ឡើងក៏មកម្លីទៀតដាក់ខាងក្នុងហើយស្មៅផ្សេងទៀតហើយផឹកទឹកទៀតបងប្អូនយើងមើលថែដល់គោខាងនេះបងប្អូនចាអរគុណសម្រាប់វីដេអូក្រោយខ្ញុំថតឲ្យមើលទៀតបងប្អូនជួយចុច Subscribe Channel ខ្ញុំម្នាក់មួយបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន